ជាតិបន្ទាប់ពីមើលការសម្ដែងរបស់ធ្លុកចប់ទោះមិនទេដៃក៏ដោយត្រូវតែទុកលុយតិចមួយបើមិនដូច្នោះទេគាត់អាចផ្លាស់មកភ្លាមនៅលើផ្លូវក្រោមពន្លឺយប់ធ្លុកនៅតែខិតខំសម្ដែងគាត់ដាក់ដបចុះហើយប្រើដៃធ្វើជារូបរាងកាំភ្លើងដបបែកខ្ទេចភ្លាមឈុតនេះធ្វើឲ្យមនុស្សទាំងអស់ទះដៃបន្ទាប់មកគាត់ប្រើដៃទេបំលែងផ្លែប៉ោមមួយក្នុងខ្យល់នៅពេលនោះមានសំឡេងចំអកមកពីក្នុងហ្វូងមនុស្សស្នាមញញឹមរបស់ធ្លុកភ្លាមក៏រឹងតឹងមកពីបុរសវ៉ែនតាអភ័ព្វម្នាក់ដើម្បីបង្រៀនមេរៀនធ្លុកដាក់ផ្លែប៉ោមលើក្បាលគាត់យ៉ាងស្រាលនៅវិនាទីនោះស្នាមញញឹមរបស់បុរសក៏កប់ធ្លុកលើកដៃយឺតហើយចាប់ផ្ដើមបាញ់គោលដៅបុរសនោះសុំទោសនិងអង្វរឲ្យលែងមិត្តស្រីក៏ប្រញាប់រារាំងតែធ្លុកមិនអើពើដើម្បីឲ្យសម្ដែងកាន់តែពិសេសគាត់សំបីតែបង្វិលមុខហើយលើកដៃបិទភ្នែកម្ដងទៀតមានតែបុរសនិងមិត្តស្រីប៉ុណ្ណោះមិនទេដៃបន្ទាប់ពីសម្ដែងចប់មនុស្សទាំងអស់យកលុយដាក់ក្នុងកំប៉ុងតែអ្នកទាំងពីរនោះនៅតែមិនអើពើហាក់ដូចជាមិនមានអ្វីកើតឡើងធ្លុកបង្ហាញអាកប្បកិរិយាច្រើនដងមិត្តស្រីលើកលុយឡើងយ៉ាងអួតធ្វើជាដាក់ចូលតែបន្តិចក្រោយយកវិញងាត់ហើយនិយាយចំអកមួយឃ្លាមុខធ្លុកភ្លាមក៏ងឹតគាត់ផ្លាស់ប្ដូរអាកប្បកិរិយាត្រៀមបង្រៀនមេរៀនអ្នកទាំងពីរឃើញលុយត្រូវដាក់ចូលហោប៉ៅវិញធ្លុកធ្វើសកម្មភាពដូចបោះស្នូត្រីវិនាទីបន្ទាប់លុយត្រូវទាញចេញពីហោប៉ៅអ្នកទាំងពីរភ្ញាក់ផ្អើលមើលលុយត្រូវទាញទៅមុខធ្លុកយកលុយឡើងយ៉ាងអួតគ្រវីដៃទៅកាន់ពួកគេហើយដាក់លុយចូលកំប៉ុងឃើញអាកប្បកិរិយាអួតអាងនោះមិត្តស្រីខឹងខ្លាំងនាងសម្លឹងធ្លុកយ៉ាងកាច់ហើយយកលុយចេញពីកំប៉ុងវិញភ្លាមធ្លុកទប់អារម្មណ៍មិនបានគាត់វាយនាងឲ្យដួលទៅលើដីបរោះមិនទាន់ដឹងអ្វីផងធ្លុកបានលើកដៃបាញ់គាត់ហើយនៅវិនាទីចុចកាំភ្លើងបរោះភ័យរត់គេចលឿនខ្លាំងធ្លុកញញឹមត្រជាក់ហើយបដូរកាំភ្លើងមួយទៀតកែសម្រួលគោបាញ់ដូច្នេះពេលអ្នកឃើញធ្លុកអ្នកអាចមិន